បើមានរោគសញ្ញា3ធំនេះបងប្អូនគួរតែផ្អាកនៅក្នុងការរស់នៅជាមួយនឹងដៃគូរោគសញ្ញាទី1គឺបងប្អូនឧស្សាហ៍លេចឡើងជាខ្យល់ចេញពីទ្វារមាសកំឡុងពេលដែលបងប្អូនស្ត្រីមានការរួមភេទនេះគឺជារោគសញ្ញាដែលបង្ហាញថាបងប្អូនអាចនឹងមានបញ្ហាទាក់ទងជាមួយនឹងដំណាក់កាលនៃការសុទ្ធស្បូនទី2គឺបងប្អូនស្ត្រីដែលគាត់មានបញ្ហាស្ងួតនៅតំបន់ទ្វារមាសនៅពេលដែលបងប្អូននៅជាមួយនឹងដៃគូអត់សូវមានរំអិលអត់សូវមានសំណើមនៅជាមួយគ្រួសារមានការក្តៅក្រហាយពួកវាអាចនឹងជាបញ្ហាដែលធ្វើឲ្យបងប្អូនងាយនឹងមានការរលាកនៅតំបន់ទ្វារមាសឬក៏អាចនឹងងាយនឹងមានការឆ្លងរោគជាដើមនិងរោគសញ្ញាទី3គឺបងប្អូនដែលកំពុងមានពពួកផ្សិតបងប្អូនដែលកំពុងមានពពួកកាមរោគដូចជាពពួកសេកមាន់មានការលេចឡើងជាប្រភេទដុំសាច់ដុំឬខុសពីធម្មតានេះគឺជារោគសញ្ញាដែលបង្ហាញថាបងប្អូនកំពុងមានការឆ្លងពពួកកាមរោគដែលងាយនឹងធ្វើឲ្យបងប្អូនមានបញ្ហាទាក់ទងជាមួយនឹងការប៉ះពាល់ទៅជាការរលាកជាពិសេសទាក់ទងជាមួយនឹងពពួកផ្សិតគឺធ្វើឲ្យបងប្អូនពិបាកនៅក្នុងការមានកូនជាពិសេសទៅលើបញ្ហាសេកមាន់គឺជាបញ្ហាមួយដែលពិបាកនៅក្នុងការព្យាបាលខ្លាំងព្រោះធម្មតាមេរោគសេកមាន់មិនងាយចេញរោគសញ្ញាទេតែបើសិនជាបងប្អូនចាប់ផ្ដើមមានអាការៈទាំងអស់នេះសូមបងប្អូនគួរតែឆាប់ធ្វើការស្វែងរកដំណោះស្រាយជាបន្ទាន់ដើម្បីដោះស្រាយជៀសវាងការវិវត្តទៅជាផលប៉ះពាល់ខ្លាំងហើយបើបងប្អូនចង់ទទួលបានដំណោះស្រាយដែលត្រឹមត្រូវបងប្អូនអាចធ្វើការទំនាក់ទំនងមកកាន់អ្នកគ្រូនឹងផ្ដល់ជាដំណោះស្រាយជូន